Round 1 អរគុណច្រើនយើងទស្សនាទឹកទី1បង្គោលក្រហមរិទ្ធភូលូបង្គោលខៀវមូហាម៉េតចាណូតតឆ្វេងស្វាគមន៍ពីរិទ្ធភូលូតតស្ដាំមួយទៀតពីរិទ្ធភូលូភូលូនេះអ្នកនៅបាត់ដំបងអីយ៉ាបោកផ្ដួលមួយពីមូហាម៉េតចាណូគេហៅថាបុរសលេងពុកចំការឬក៏ពុកមាត់លោកញាក់ឆ្វេងក៏ដាប់ដៃរបស់រិទ្ធភូលូមួយដៃឆ្វេងសងទៅវិញប៉ុន្តែអត់ចំដូចគ្នាពីចាណូទាត់ឆ្វេងពីរិទ្ធភូលូមួយដៃស្ដាំឆ្វេងរបស់មូហាម៉េតចាណូបង្គោលខៀវយិតនេះវត្តកតុយមួយប៉ុន្តែកតុយរៀងខ្លីកតុយរៀងខ្លីអត់អីរិទ្ធភូលូក៏ដើរចូលជាថ្មីមកវិញញាក់មួយពីទាត់ឆ្វេងពីរិទ្ធភូលូមួយដៃស្ដាំរបស់មូហាម៉េតចាណូមួយដៃស្ដាំរបស់រិទ្ធភូលូបាទមួយដៃស្ដាំនេះភូលូផ្ញើទៅបងប្អូនអ្នកបាត់ដំបងអាយ៉ាខ្នងដៃអេសូរបស់មូហាម៉េតចាណូអាយ៉ាតតឆ្វេងរបស់រិទ្ធភូលូគោះជើងក្រៅមួយសិនភូលូដាក់ចូលញាក់មួយពីរតតស្ដាំពីរិទ្ធភូលូមួយដៃស្ដាំរបស់មូហាម៉េតចាណូលុកឆ្វេងដូចគ្នាមួយដៃទៀតបាទហោធាក់បាទនេះវត្តកតុយពីមូហាម៉េតចាណូចាប់ជើងមួយដៃស្ដាំរបស់មូហាម៉េតចាណូរិទ្ធភូលូញញឹមផ្កាតគុណថាអត់អីណែរិទ្ធភូលូសបល់ស្អែមស្ដែកបាយប៉ុន្តែញញឹមស្រស់អាយ៉ាចូលដៃរបស់មូហាម៉េតចាណូបាទចាប់ក្រៀករុញអឹបទៅនឹងសង្វៀនចាក់ជង្គង់ពីរិទ្ធភូលូលោកអញ្ញាកដាលក៏បបែបាទចុងទឹកទី1រិទ្ធភូលូដាក់ចូលតាំងឃុំដាក់ចូលនេះវត្តកតុយបាទនេះអាសាចេញកតុយទាត់ឆ្វេងពីម៉ាម៉េតចាណូមួយដៃស្ដាំរបស់ម៉ាម៉េតចាណូគេចេញដៃបានច្រើនមួយដៃស្ដាំអាយ៉ារបស់រិទ្ធភូលូបាទដូចជាល្អិលបន្តិចផងដោយសារបងប្អូនបានជ្រាបហើយមុននេះគឺមានភ្លៀងធ្លាក់ហើយធ្លាក់គឺតាំងពីរសៀលថ្ងៃមិញបាទលោកកណាប់ដៃស្ដាំរបស់ម៉ាម៉េតចាណូទាត់ឆ្វេងពីរិទ្ធភូលូទាត់ស្ដាំពីមូហាម៉េតចាណូបង្គោលខៀវមួយដៃស្ដាំរបស់មូហាម៉េតចាណូមួយដៃឆ្វេងបន្ថែមទៀតពីបង្គោលខៀវចប់ទឹកទី1 and now round 1បាទ round 2បាទយើងរីកទស្សនាការប្រកួតជាបន្តទៀតឈានចូលមកដល់ទឹកទី2 round 2បាទការប្រកួតបែបកង់តូចកង់ចេញរៀមណែបាទនេះវត្តកតុយរបស់កីឡាករអេរ៉ង់បាទដើរចូលពីរិទ្ធភូលូគេថាទៅដើរចូលបាទថាចំហបែបរឹងមាំគេថាអត់កញ្ជ្រោលអាយ៉ាអត់កញ្ជ្រោលជាមួយនឹងកីឡាករអេរ៉ង់ទេថ្មីត្បិតតែអេរ៉ង់នៅគាត់លេងជាមួយនឹងក្បាច់ពិសេសច្រើនយ៉ាងណាក៏ដោយបាទភូលូគេថាតាំងចំហទៅមួយឲ្យចំឲ្យធ្ងន់ណែបាទចូលចាប់មកដូចឲ្យរិទ្ធភូលូបពុកមកចង្គង់ឲ្យមិនណែនចូលពេញដើមទ្រូងបាត់ធាក់អូយបាទប៉ាងទៅក្រោយ2ម៉ែត្រដូចជាស្គីបាទហើយទៅបន្តទៀតបាទលោកគ្រូផលសផាតបាទចាប់បានឲ្យទាញមកទាត់ភូលូតែអត់ដល់បាទចំណាយចេះបាទកីឡាករបាទមហាចនៅគេថាសុំជូតជើងតិចសិនបាទទាត់ឆ្វេងមួយបាទដាក់ចូលទាត់ឆ្វេងបាទរៀងរអើបន្តិចបាទចាប់បានហើយអត់អីទេបាទត្រង់នេះគេថាចង្គង់ដល់តា2ដូច្នេះភូលូក៏មិនប្រើចង្គង់របស់ខ្លួនដែរបាទស្ទូចូលចាក់ជើងក្រោមរបស់ភូលូបាទទាត់ស្ដាប់មួយក៏ប៉ុន្តែកីឡាករបាទមហាចនៅគេថាលភុតបាទលោកគ្រូផលសផាតឲ្យបន្តការប្រកួតបាទលោកគ្រូផលសផាតអតីតបាទកីឡាករសកលជម្រើសជាតិបាទដូចកីឡាករផលសផាតម្នាក់ទៀតបាទនៅក្លឹប PM ក្រុងដែរបាទឈ្មោះដូចគ្នាបាទអ្នកប្រដាល់សកលដូចគ្នាបាទឥឡូវនេះឲ្យបន្តការប្រកួតទៀតបាទពាក់កណ្ដាលផ្លូវសម្រាប់ទឹកទី2បាទចំណាងដូចថារៀងយ៉ាងបញ្ចេះបាទសម្រាប់កីឡាករអេរ៉ង់បាទ1 លោកអញ្ញាកណ្ដាលរួមហើយបាទពុទ្ធរិបកាប់មុខបាទកំពុងតែប្រមូលអារម្មណ៍បាទ5 6 7 8 9 10បាទมันអាចបន្តការប្រកួតបានទេបាទទោះបីជាគាត់
បាទព្យាយាមគេថាប្រមូលអារម្មណ៍យ៉ាងណាក៏លោកអាញាកណ្ដាលរាប់ដល់បញ្ចប់ការប្រកួតទៅហើយបាទហើយរិទ្ធភូលូក៏បាទសំពះសំទោសបាទក្នុងនាមជាកីឡាគឺតែងតែចង់ឈ្នះចាញ់ទៅលើសង្វៀនដូចគ្នាបាទប៉ុន្តែក្រោយទៅពីចប់ទៅគឺកីឡាគឺនាំមកនៅសាមគ្គីភាពបាទភាពតរភាពបាទចំណាយយើងទស្សនារូបភាពយឺតៗទាំងអស់គ្នាឲ្យចង់ដឹងថាបាទក្បាច់យ៉ាងណាដែលអូយបាទមកជង្គង់ត្រង់នេះហើយបាទអូបាទគាត់ដួលលុតជង្គង់ទៅប៉ុន្តែបាទរដ្ឋពលូក៏បោះជង្គង់កាត់មកចូលណែនពេញចកាបាទយើងទស្សនាម្ដងទៀតរៀងគិចមករៀងរអិលប៉ុន្តែអត់ទាន់ដួលទេបាទប៉ុន្តែដួលមកស្របទៅគេថាដួលមកដូចត្រជាមួយនឹងជង្គង់របស់រដ្ឋពលូតែម្ដងនេះក្រុមការងារសាររុកមកម្ដងទៀតឲ្យពុកម៉ែបងប្អូនបាទទស្សនាកាន់តែច្បាស់ដួលមកប៉ុន្តែគេថាដួលមិនទាន់ដល់តា2ក៏មិនទាន់ថាលុតជង្គង់ដល់តា2នៅឡើយគាត់ថារៀងរអិលថយក្រោយទៅក៏ស្របជាមួយនឹងជង្គង់ពលូបោះកាត់ទៅដូចសើចកាកើមតែម្ដងបានចឹងយើងឃើញថាសម្រាប់ការប្រកួតគូបាទកង់តូចនេះក៏បានត្រឹមតែ2ទឹកដូចគ្នាបាទកុំឲ្យខាតពេលវេលាយូរបាទប្រកុលភារៈនេះជូនគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមរិទ្ធភូលូកម្ពុជាទទួលបានជ័យជំនះដោយវាកីឡាករបង្គោលគីមកពីប្រទេសអ៊ីរ៉ង់ឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី2